តោះមក unboxing គ្រឿង make up ពីប្រទេសចិនជាមួយខ្ញុំទាំងអស់គ្នាពួកយើងធ្លាប់ unboxing គ្រឿង make up ប្រទេសកូរ៉េឥឡូវមក unboxing គ្រឿង make up ប្រទេសចិនម្ដងហើយ brand ដែលខ្ញុំកំងមកនេះគឺជា brand Judy Doll ជា brand ល្បីនៅក្នុងប្រទេសចិនទីមួយនេះគឺជាប្រភេទ eye palette លក្ខណៈជា color warm tone ហើយតើតើជាមួយនឹង packaging គេស្អាតមែនទែនអ្នកនរគ្នាចំពោះក្លិនវិញក៏ក្រអូបដូចគ្នាដែរហើយចំណែកពណ៌វិញក៏ច្បាស់ color គេច្បាស់ដូចគ្នាទី2នេះគឺជា Judy Doll ដូចគ្នាប៉ុន្តែជា lip balm គេហៅជា moisturizer ដែលយើងអាចប្រើបានដល់ទៅ3មុខគេហៅថា triple ទៅតងជាមួយនឹងថ្ពាល់ក៏បានភ្នែកក៏បានក្រែមក៏បានហើយតើតើមួយនឹងសាច់ក្រែមក៏វិញគឺលក្ខណៈក្រែមតុនហើយលក្ខណៈមានសំណើមបែបហ្នឹងចឹងសម្រាប់អ្នកដែលគាត់មានស្បែកប្រមន់ក្រែមឬក៏ស្បែកបំមកដែលអត់មានសំណើមឲ្យប្រើក្រែមលាបបានបន្តមកទៀតចូលមកដល់ primer វិញម្ដង primer នេះគឺជាផលិតផលមួយដែលល្បីនៅចិនដូចគ្នាហើយខ្ញុំក៏បានសាកជាមួយគ្រីមគេដែរគ្រីមមកគេលាបចូលទៅក្នុងស្បែករបស់យើងបានល្អមែនតើអត់មានឃើញនៅសល់បតាក់ស្នាមអីនៅខាងលើស្បែកទេបន្តមកចូលទៅដល់នឹងខ្វាក់ដៃគូចាមរបស់ Judy Doll ដែរតែក្នុងខ្វាក់ដៃគូចាម Judy Doll នេះគឺរាងគេស្ដើងតូចងាយស្រួលដាក់តាមខ្លួនដាក់ក្នុងកាបូបនេះពេលធ្វើដំណើរចង់ដាក់ខ្វាក់ដៃគូចាមទៅអត់បញ្ហាព្រោះរាងតូចមែនតើហើយ color គេក៏ច្បាស់ដែរបន្តមកចូលទៅដល់នឹង mascara ចាមដូចគ្នាទាំងគ្នាតែក្នុង mascara ចាមនេះក៏ពណ៌ស្អាតដែរហើយលើកនេះខ្ញុំទិញ brand Judy Doll ដូចគ្នាខ្ញុំយកពណ៌ brown ដែលខ្ញុំអត់ដែរមានពណ៌ brown សោះហើយទៅជាមួយនឹង scale ដែលគេសិតចាមហ្នឹងក៏ល្អពណ៌គេដិតអ្វីសំខាន់គឺមានវត្ថុពុះទៀតបន្តមកយើងចូលទៅដល់ eyeliner នេះគឺរបស់ Judy Doll ដូចគ្នាតែទៅមក eyeliner នេះខ្ញុំស្រឡាញ់ខ្លាំងមែនតើតែ eyeliner ដែលមុខទូចជាងគឺងាយស្រួលក្នុងការគូរហើយ color គេក៏ច្បាស់ដែរហើយពណ៌ដែលខ្ញុំទិញនេះគឺពណ៌ brown ដូចគ្នាទាំងគ្នាបន្តមកចូលទៅដល់នឹង mascara នេះវិញគឺជាប្រភេទ mascara ចេញថ្មីរបស់ Judy Doll ដែលធម្មតាយើងឃើញ mascara គឺដូចជាក្រាស់សិតអញ្ចឹងប៉ុន្តែលើកនេះគេធ្វើដូចជាដែកប៉ុន្តែពេលដែលសិតទៅគឺធ្វើឲ្យភពអ្នករបស់យើងងហើយជាប់បានយូរហើយបន្តមកចូលទៅដល់ Judy Doll lip gloss ដល់អ្នកគ្នាទៅដល់មួយក្រែមនេះគឺសាច់គ្រីមគេគឺតុនល្មើហើយពណ៌ស្អាតពេលយើងលាបទៅលើមាត់គឺខ្ញុំធានាថាឃើញពណ៌មាត់យើងស្អាតហើយតុនហើយមានសំណើមទៀតមកចូលដល់ស្នាមកញ្ចក់ម្ដងស្នាមកញ្ចក់នេះខ្ញុំបានកំងមកដូចគ្នាហើយឃើញថាពណ៌វាស្អាតហើយពណ៌ខ្ញុំប្រកាសហៅនៅស្រុកខ្មែរខ្ញុំកំងមកទៅមកទៀតចូលដល់តើតជាមួយនឹងកម្មួនលាបសក់ក៏ល្អដូចគ្នាដែរពេលយើងលាបសក់ទៅសក់យើងអត់ចេញកូនសក់ញ៉ៃៗទេហើយបន្តមកគឺជាជក់អ្នកណាឲ្យតែស្រីតែគាត់ make up គឺត្រូវការជក់ហើយជក់នេះគឺមានសួរមែនទែនមានកំបោរមានសួរដាក់តាមខ្លួនតោះនេះគឺជាវ៉ាន់ដែលខ្ញុំកំងមក test ទៅខ្ញុំចង់ដឹងថាតើវាពិតជាទៅពេលដែលគេល្បីនៅចិនមែនអត់ហើយគុណភាពវាពិតជាដូចអ្វីដែលគេនិយាយមែនអត់តែពេលដែលយើងមកដល់ផ្សារអស់នេះទាំង packaging ទាំងក្លិនទាំងគុណភាពគឺពិតជាដូចអ្វីដែលគេនិយាយហើយពិតជាល្អមែនទែនស្រាប់ហើយវិញគឺធានាថាសមរម្យក៏មានរឿងមួយចាំអ្នកនរគ្នាដែរបន្តិចទៀតខ្ញុំមាន business ថ្មីមួយដែលតជាមួយនឹងគ្រឿង make up សង្ឃឹមថានឹងទទួលបានការគ្រប់គ្រងពីអ្នកនរគ្នាហើយខ្ញុំនឹងព្យាយាមធ្វើឲ្យគ្រឿង make up ណាដែលមានគុណភាពល្អហើយតម្លៃសមរម្យជូនទៅដល់បងៗនៃអ្នកនរគ្នាដើម្បីទទួលបានភាពស្រស់ស្អាតទាំងអស់គ្នាអរគុណ